สุดท้ายปกมาบองโอนต่างออกนี้บ่าวอลตลอดมาจุกยมซาจิตไม่มาดองตีท้ายให้ทางนี้ได้คือทางหมกบางฮานปีบีบในการสำอาดมาสั้นมนต์นังฝึกการบ่มใบมาสั้นนำใบนังรีบจอมมาสะอาดลังเป็นจังนะปกมาบองโอนบ่าจังโดยปกมาบองโอนบานเคยวิดีโอยมมือคลิปเติมมือคลิปตีดบ่าคือแต่งแต่บางฮานดำใบปกมาบองโอนบานดังปีสกามาพิบยมบาดได้ធ្វើម៉ូតូបងប្អូនបាទគឺថាធានាជូនមកថ្មីមកខ្ចីញញដូចកោះកេះអញ្ចឹងណាបងប្អូនបាទអញ្ចឹងរាល់អ្វីដែលខ្ញុំធ្វើគឺខ្ញុំតែងតែព្យាយាមបាទតែងតែរៀបចំសម្អាតធ្វើម៉េចក៏ដោយឲ្យស្អាតដើម្បីជូនពុកម៉ែបងប្អូនយកទៅប្រើប្រាស់មិនថាពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តមិនថាពុកម៉ែបងប្អូននៅជិតនៅឆ្ងាយទេបាទឲ្យតែម៉ូតូដល់ដៃខ្ញុំបាទហើយគឺខ្ញុំបាទនឹងធ្វើការរៀបចំបាទមិនថាម៉ាស៊ីនមិនថាផ្នែកទឹកថ្នាំមិនថាបាទផ្នែកនៃការរៀបចំដំឡើងអីទេពុកម៉ែបងប្អូនគឺថាធ្វើច្បាស់លាស់តែម្ដងណាបាទគឺធ្វើម៉ត់ចត់បងប្អូនធ្វើដោយមានការទទួលខុសត្រូវខ្ពស់តែម្ដងអញ្ចឹងដោយបងប្អូនពុកម៉ែបានឃើញស្រាប់ហើយវីដេអូខ្ញុំមួយคลิปទៅមួយคลิปបាទបើនិយាយពីផ្នែកម៉ាស៊ីនវិញបើសិនជាមិនថ្មីបើសិនជាមិនខ្ចីទេគឺអត់ធ្វើទេណាបងប្អូនមិនថាម៉ូតូចាស់ប៉ុណ្ណាទេបាទគឺធ្វើថ្មីបានទាំងអស់សំខាន់បាទទឹកលុយណាពុកម៉ែបងប្អូនបើកាលណាពុកម៉ែបងប្អូនធ្វើពេលខ្លះពុកម៉ែបងប្អូនកេងលុយបាទអញ្ចឹងលក្ខណៈនៃការរៀបចំម៉ូតូជូនពុកម៉ែបងប្អូនទៅតាមនឹងដែរបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគិតថាធ្វើមិនធ្វើចុះឲ្យតែថ្មីឲ្យតែខ្ចីបាទហើយតម្លៃសមរម្យអាចទទួលយកបានអូខេពុកម៉ែបងប្អូនអញ្ចឹងខាងខ្ញុំបាទគឺថាធានាជូនមកថ្មីមកខ្ចីញញដូចកោះកេះអញ្ចឹងបងប្អូននិយាយពាក្យតែមួយម៉ាត់ទេគឺខ្ចីដូចកោះកេះណាបាទអញ្ចឹងដោយពុកម៉ែបងប្អូនបានឃើញបានដឹងបាទបានជ្រាបរួចមកហើយថារាល់ការរៀបចំបាទមួយគ្រឿងទៅមួយគ្រឿងបងប្អូនយើងអត់អាចថាមិនយកលុយទៅទិញអីវ៉ាន់បាទអត់អាចថាមិនយកលុយប្រើប្រាស់ដើម្បីទិញនេះទិញនោះទេបងប្អូនគឺតម្រូវការលុយខ្លាំងបំផុតបាទអញ្ចឹងកាលណាពុកម៉ែបងប្អូនសុំថ្លៃបាទសុំថ្លៃនិយាយចំទៅមិនមែនថាមិនចុះថ្លៃឲ្យពុកម៉ែបងប្អូនទេក៏ប៉ុន្តែគាត់ថាលក្ខណៈនៃការរៀបចំគឺទៅតាមនឹងដែរពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនសុំថ្លៃខ្លាំងពេកខ្ញុំសុខចិត្តអត់ទទួលធ្វើវិញបាទនិយាយចំទៅមូលហេតុអីមូលហេតុគឺដោយសារកាលណាពុកម៉ែបងប្អូនសុំថ្លៃបាទសុំថ្លៃចង់បានតម្លៃធូរហើយចង់បានម៉ូតូឲ្យខ្ចីញញចង់បានម៉ូតូឲ្យបាទស្រស់ស្អាតគឺទៅអត់រួចទេពុកម៉ែបងប្អូនពីព្រោះឲ្យយើងធ្វើអ្វីមួយគឺតែងតែចំណាយលុយទាំងអស់បាទមិនថាធ្វើតិចឬច្រើនឡើយគឺចំណាយលុយទាំងអស់ពុកម៉ែបងប្អូនបើមិនចំណាយលុយគឺអត់បានរបស់បាទយកមកប្រើប្រាស់ទេអញ្ចឹងសូម្បីតែខ្ញុំបាទក៏ចំណាយលុយយកទៅទិញរបស់យកទៅទិញបាទអីវ៉ាន់ដើម្បីនឹងយកមកប្រើប្រាស់ក៏ផងដែរបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់រៀបចង់ធ្វើម៉ូតូពីចាស់មកថ្មីអីចង់ឡើងស៊េរីអីពុកម៉ែបងប្អូនអាចធ្វើការតំណមកខ្ញុំបាទបានណាដោយពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយអញ្ចឹងបាទធានាជូនមកថ្មីបាទថ្មីទាំងក្នុងថ្មីទាំងក្រៅហើយបើនិយាយពីរើម៉ាស៊ីនវិញបងប្អូនមិនបាច់ព្រួយទេបាទរៀបជូនវិញដូចកោះកេះតែម្ដងណាបាទព្រោះអីខ្ញុំរៀបខ្ញុំអត់ឲ្យខុសពីកោះកេះទេបងប្អូនបើសិនជាបើនិយាយពីរឿងគ្រឿងក្នុងវិញអត់មានថាឲ្យមានកតិចប្រេងម៉ាស៊ីនឬមួយក៏ឲ្យមានកំអែលខ្មៅអីនៅជាប់អីអត់មានទេបងប្អូនបាទតែនេះជូនពុកម៉ែបងប្អូនមួយអែមតែម្ដងណាបាទហើយផ្នែកទឹកថ្នាំវិញគឺយើងបាញ់អូតូកូឡឺហើយបើនិយាយចំទៅខ្ញុំប្រើគ្រឿងស៊ីនច្រើនខ្ញុំនិយាយចឹងចេះមួយម៉ាត់ថាខ្ញុំប្រើគ្រឿងស៊ីនច្រើនបងប្អូនបាទបើគ្រឿងអាយខ្ញុំអត់សូវប្រើទេពីព្រោះអីវាពិបាកក្នុងការយកទៅប្រើប្រាស់បាទវាអន់ពេកបងប្អូនអញ្ចឹងហើយខ្ញុំជួយចិត្តប្រើគ្រឿងស៊ីនណា
បើសិនជាពុកម៉ែបងប្អូនចង់រៀបចង់ធ្វើអាចធ្វើការតាក់ទងមកខ្ញុំបាទបានអរគុណច្រើន